ប្រសិនបើយើងមានកុំព្យូទ័រនៅក្នុងដៃប្រៀបដូចជាយើងមានព័ត៌មានមួយភាគធំអញ្ចឹងដែរកុំព្យូទ័រគឺជាគ្រឿងអេឡិចត្រូនិកម្យ៉ាងដែលមានសារៈសំខាន់ក្នុងការធ្វើការងារប្រចាំថ្ងៃដូចជាការងារស្រាវជ្រាវនិងយល់ដឹងចំណេះដឹងទូទៅជាមួយពិភពលោកយើងនេះជាការពិតណាស់កុំព្យូទ័រពិតជាមានសារៈសំខាន់នៅគ្រប់ផ្នែកនិងគ្រប់វិស័យប្រសិនបើយើងមានកុំព្យូទ័រនៅក្នុងដៃប្រៀបដូចជាយើងមានព័ត៌មានមួយភាគធំអញ្ចឹងដែរដូចដែលយើងបានឃើញហើយថាកុំព្យូទ័រពិតជាពេញនិយមសម្រាប់ធ្វើការងារទូទៅប្រចាំថ្ងៃដូចជាការ design poster ការចងក្រងឯកសារការបង្កើតមាតិកាក៏ដូចជាការកាត់តវីដេអូខ្ញុំជឿថាការរៀននៅមុខវិជ្ជាកុំព្យូទ័រអាចជួយឲ្យយើងទាំងអស់គ្នាយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យានៅក្នុងយុគសម័យ Digital សម្រាប់យកទៅអភិវឌ្ឍប្រទេសជាតិនិងសង្គមជាតិឲ្យកាន់តែជឿនលឿនដោយបណ្ដាប្រទេសនៅលើពិភពលោកស្រាប់ពេលដែលសាលារៀនអន្តរជាតិអាមេរិកបានដាក់បញ្ចូលនៅជំនាញ Computer Skill ដូចជា Coding, Graphic Design ក៏ដូចជាកាត់តវីដេអូសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តដោយផ្ទាល់ហើយពិតជាមានសារៈសំខាន់និងបង្កើតនូវភាពងាយស្រួលមួយកម្រិតទៀតសម្រាប់សិស្សានុសិស្សគ្រប់រូបព្រោះអាចជួយឲ្យសិស្សានុសិស្សយល់ដឹងអំពីចំណេះដឹងទូទៅនៅជុំវិញពិភពលោកបានងាយស្រួលជាងមុនហើយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ក្លាយជាសិស្សសាកលវិទ្យាល័យនិងទទួលភារកិច្ចបន្ទាប់ក្នុងការអភិវឌ្ឍប្រទេសជាតិជាក់ស្ដែងដូចជារូបខ្ញុំបាទផ្ទាល់ខ្ញុំបាទជាមនុស្សម្នាក់ដែលមិនចេះសូម្បីតែបើកឬបិទកុំព្យូទ័រតាំងពីខ្ញុំសិក្សានៅមុខវិជ្ជាកុំព្យូទ័រនៅសាលារៀនអន្តរជាតិអាមេរិករួចហើយខ្ញុំបាទបានអភិវឌ្ឍខ្លួនក្លាយជាមនុស្សម្នាក់ដែលចេះ design poster បង្កើតមាតិកាកាត់តវីដេអូរៀបចំឯកសារព្រមទាំងចេះប្រើប្រាស់កុំព្យូទ័របានយ៉ាងស្ទាត់ជំនាញសាលារៀនអន្តរជាតិអាមេរិក AIS គុណភាពវិន័យនិងសេវាកម្ម